ជីវប្រវត្តិព្រះតេជគុណលោកតាស៊ុចព្រះមហានរិន្ទរព្រះសង្ឃខ្មែរសិរិនដ៏ល្បីល្បាញព្រះតេជគុណលោកតាស៊ុចដែលត្រូវបានគេស្គាល់ជាទូទៅថាជាព្រះមហានរិន្ទរឬលោកឪស៊ុចគឺជាព្រះសង្ឃខ្មែរសិរិនដ៏ល្បីល្បាញមួយអង្គដែលមានឥទ្ធិពលយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសថៃជាពិសេសនៅខេត្តសិរិននិងបុរីរាមក៏ដូចជានៅប្រទេសកម្ពុជាផងដែរព្រះអង្គត្រូវបានគេគោរពស្រឡាញ់យ៉ាងទូលំទូលាយចំពោះធម៌ទេសនាដ៏មានអត្ថន័យនិងរស់រវើករបស់ព្រះអង្គដែលតែងតែបង្កប់នូវភាពកំប្លុកកំប្លែងនិងការអប់រំយ៉ាងស៊ីជម្រៅរបាយការណ៍ជីវប្រវត្តិមួយនេះមានគោលបំណងបង្ហាញពីដំណើរជីវិតការបួសរៀនវិធីសាស្ត្រទេសនាការរួមចំណែកចំពោះព្រះពុទ្ធសាសនានិងសង្គមក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗដែលបានជះឥទ្ធិពលដល់ព្រះអង្គជាពិសេសការបង្ហាញចំហជាតិខ្មែររបស់ព្រះអង្គព្រះតេជគុណព្រះអង្គលោកតាស៊ុចមានព្រះនាមពេញថាព្រះមហានរិន្ទរព្រះអង្គមានព្រះជន្មប្រមាណ60ព្រះវស្សាអ្វីត្បិតតែព្រះអង្គមានដើមកំណើតនិងសញ្ជាតិថៃដោយគង់នៅវត្តមួយក្នុងខេត្តបុរីរាមដែលជាអតីតទឹកដីខ្មែរក៏ព្រះអង្គតែងតែអះអាងយ៉ាងមុតមាំថាព្រះអង្គគឺជាខ្មែរការអះអាងអត្តសញ្ញាណជាតិខ្មែរនេះគឺជាចំណុចស្នូលមួយនៅក្នុងជីវិតនិងធម៌ទេសនារបស់ព្រះអង្គដែលបានធ្វើឲ្យព្រះអង្គក្លាយជាទីគោរពស្រឡាញ់ពីសំណាក់ពុទ្ធបរិស័ទខ្មែរយ៉ាងច្រើនកុះករព្រះមហានរិន្ទរបានចាប់ផ្ដើមបួសក្នុងពុទ្ធសាសនាហើយបានបដិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួនព្រះអង្គបានក្លាយជាព្រះចៅអធិការវត្តមួយអង្គនៅក្នុងខេត្តបុរីរាមប្រទេសថៃក្នុងអំឡុងពេលគង់នៅទីនោះព្រះអង្គបានលះបង់ព្រះកាយពលយ៉ាងច្រើនក្នុងការសិក្សានិងផ្សព្វផ្សាយព្រះធម៌ធម៌ទេសនារបស់ព្រះតេជគុណលោកតាស៊ុចមានលក្ខណៈពិសេសប្លែកពីគេគឺការប្រើប្រាស់ភាពកំប្លុកកំប្លែងនិងភាសាធម្មតាដែលធ្វើឲ្យពុទ្ធបរិស័ទងាយយល់និងផ្ទុះសំណាចពេញរោងបុណ្យព្រះអង្គតែងតែបញ្ចូលនៅសុភាសិតបុរាណខ្មែរនិងរឿងរ៉ាវប្រៀបធៀបក្នុងជីវភាពប្រចាំថ្ងៃដើម្បីបញ្យល់ធម៌ឲ្យកាន់តែមានភាពទាក់ទាញឧទាហរណ៍ព្រះអង្គបានទេសនាដោយលើកយកពាក្យសុភាសិតបង្គួយនឹងកើតជះមាសនឹងកើតសំណភ្នំមិនកើតថ្មស្រីល្អមិនកើតប្តីមកបញ្យល់ព្រះអង្គក៏បានធ្លាប់ប្រើប្រាស់បទចម្រៀងដូចជាចាប់យំល្វើយក្នុងការទេសនាដើម្បីធ្វើការប្រៀបធៀបរវាងអ្នកមាននិងអ្នកក្រដែលអ្នកមានខិតខំធ្វើការចំណែកអ្នកក្រគិតតែពីរឿងចាប់យំល្វើយទោះបីជាធម្មទេសនារបស់ព្រះអង្គមានលក្ខណៈកំប្លុកកំប្លែងក៏ដោយក៏ខ្លឹមសារធម៌របស់ព្រះអង្គតែងតែបង្កប់នូវគតិអប់រំសីលធម៌និងទស្សនៈជ្រៅជ្រះក្នុងព្រះពុទ្ធសាសនាព្រះអង្គបានលើកទឹកចិត្តពុទ្ធបរិស័ទឲ្យយល់ដឹងពីបាបបុណ្យគុណទោសនិងការរស់នៅប្រកបទៅដោយធម៌រចនាបថនេះបានធ្វើឲ្យព្រះអង្គក្លាយជាធម្មកថាដ៏មានប្រជាប្រិយភាពដែលអាចទាក់ទាញពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈឲ្យងាកមកចាប់អារម្មណ៍ព្រះធម៌ព្រះមហានរិន្ទរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំងនៅក្នុងប្រទេសថៃជាពិសេសតំបន់ខ្មែរសិរិននិងទូទាំងប្រទេសកម្ពុជាព្រះអង្គតែងតែនិមន្តមកទេសនានៅកម្ពុជាជាពិសេសតាមបណ្ដាខេត្តជាប់ព្រំដែនតាមរយៈធម៌ទេសនារបស់ព្រះអង្គបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌ប្រពៃណីនិងអត្តសញ្ញាណខ្មែរព្រះអង្គបានពន្យល់អំពីតម្លៃនៃកំណើតជាខ្មែរនិងបានដាស់តឿនជនរួមជាតិខ្មែរទាំងខ្មែរលើខ្មែរក្រោមនិងខ្មែរកណ្ដាលកុំឲ្យភ្លេចឫសគល់ជាតិសាសន៍របស់ខ្លួនក្រៅពីកិច្ចការផ្សព្វផ្សាយព្រះធម៌ព្រះអង្គក៏បានបង្ហាញចំហជាតិយ៉ាងមុតមាំជាពិសេសក្រោយព្រឹត្តិការណ៍ប៉ះទង្គិចគ្នាតាមព្រំដែនដែលបណ្ដាលឲ្យទាហានខ្មែរមួយរូបបានពលីជីវិតការបង្ហាញចំហនេះបានឆ្លុះបង្ហាញពីសេចក្តីស្រឡាញ់ជាតិខ្មែរដ៏ជ្រាលជ្រៅរបស់ព្រះអង្គទោះបីជាព្រះអង្គមានសញ្ជាតិថៃក៏ដោយព្រះអង្គក៏បានចូលរួមជួយឧបត្ថម្ភដល់កងទ័ពខ្មែរផងដែរដែលបង្ហាញពីការរួមចំណែកជាក់ស្ដែងក្នុងកិច្ចការសង្គមនិងជាតិថ្មីនេះព្រះដេចព្រះគុណលោកតាស៊ុចបានប្រឈមមុខនឹងបញ្ហាដ៏ធំមួយនៅក្នុងប្រទេសថៃដោយសារតែការបង្ហាញចំហជាតិខ្មែររបស់ព្រះអង្គនិងការលើកឡើងអំពីអត្តសញ្ញាណខ្មែររបស់ព្រះអង្គត្រូវបានជនជាតិថៃមួយចំនួនរួមទាំងអ្នកសុរិនមួយចំនួនដែលភ្លេចកំណើតជាខ្មែររើសអើងនិងទាមទារឲ្យរដ្ឋាភិបាលថៃដកសញ្ជាតិថៃពីព្រះអង្គថែមទាំងត្រូវបានគេព្យាយាមបណ្តេញចេញនិងចាប់ព្រះកាយទៀតផងដោយសារតែស្ថានភាពនេះព្រះអង្គបានសម្រេចព្រះទ័យភៀសព្រះកាយទៅក្រៅប្រទេសហើយបានបិណ្ឌបាតសុំមកគង់នៅប្រទេសកម្ពុជាវិញព្រះអង្គបានបញ្ជាក់យ៉ាងច្បាស់ថាព្រះអង្គនឹងមិនអាចចូលប្រទេសថៃបានវិញសូម្បីតែមួយជំហានហើយប្រសិនបើមានការចាប់បញ្ជូនព្រះអង្គទៅថៃព្រះអង្គសុខចិត្តចង់ក៏បញ្ចប់ជីវិតនៅក្នុងឡានដែលដឹកបញ្ជូនព្រះអង្គតែម្ដងការសម្រេចព្រះទ័យទីនេះបានបង្ហាញពីការបដិញ្ញាចិត្តខ្ពស់របស់ព្រះអង្គចំពោះជនជាតិខ្មែរជាការឆ្លើយតបរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសស្វាគមន៍ព្រះអង្គយ៉ាងកក់ក្ដៅមកគង់នៅកម្ពុជាគ្រប់ពេលវេលាសម្ដេចហ៊ុនម៉ាណែតបានបញ្ជាក់ថាមិនត្រឹមតែចំពោះលោកឪស៊ុចទេគឺព្រះតេជគុណព្រះថេរានុថេរៈឬពលរដ្ឋខ្មែររូបណាដែលទទួលរងនឹងការរើសអើងឬមាក់ងាយដោយសារតែខ្លួនជាខ្មែរឬការបញ្ចេញមតិការពារយុត្តិធម៌និងបូរណភាពទឹកដីកម្ពុជាគឺអាចមករស់នៅកម្ពុជាបានទាំងអស់សម្ដេចក៏បានធានាថានឹងមិនមានការរើសអើងឬចាប់បញ្ជូនជនជាតិខ្មែរទៅក្រៅប្រទេសណាផ្សេងឡើយបន្ថែមពីនេះសម្ដេចហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតទូលស្នើសុំព្រះមហាក្សត្រប្រគេនសញ្ជាតិខ្មែរដល់ព្រះមហានរិន្ទរដើម្បី
ដើម្បីឲ្យព្រះអង្គអាចបំពេញការងារក្នុងនាមជាជនជាតិខ្មែរពេញលេញការស្វាគមន៍នេះត្រូវបានគេមើលឃើញថាជាការបង្ហាញពីសុភមង្គលនយោបាយដ៏រឹងមាំក្នុងការទទួលស្គាល់កេរ្តិ៍ឈ្មោះរបស់កូនខ្មែរដែលមានស្នាដៃលើកកម្ពស់គ្រប់រូបភាពប្រទេសនិងជាការសម្ដែងទឹកចិត្តស្រឡាញ់ជាតិចំពោះកូនខ្មែរដែលស្ថិតនៅក្រៅស្រុកតែមានឈាមខ្មែរជាអ្នកស្នេហាជាតិក្រោយការស្វាគមន៍នេះព្រះអង្គលោកឪស៊ុចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនិងប្រជាជនខ្មែរហើយបានប្រកាសថាថ្វាយនិងបូជាជីវិតជូនព្រះមហាក្សត្រខ្មែរនិងជូនពររដ្ឋាភិបាលកម្ពុជាឲ្យមានសុខសន្តិភាពនិងការរីកចម្រើនព្រះដេចព្រះគុណលោកតាស៊ុចព្រះមហានរិន្ទរគឺជាព្រះសង្ឃមួយអង្គដែលមានតួនាទីដ៏សំខាន់និងឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅក្នុងព្រះពុទ្ធសាសនានិងសង្គមខ្មែរធម៌ទេសនារបស់ព្រះអង្គមិនត្រឹមតែជាការផ្សព្វផ្សាយព្រះធម៌ប៉ុណ្ណោះទេប៉ុន្តែក៏ជាមធ្យោបាយក្នុងការអប់រំសីលធម៌និងដាស់ស្មារតីស្នេហាជាតិពិសេសចំពោះជនជាតិខ្មែរដែលរស់នៅក្រៅប្រទេសជីវប្រវត្តិរបស់ព្រះអង្គបានឆ្លុះបង្ហាញពីការតស៊ូដើម្បីអត្តសញ្ញាណជាតិនិងការលះបង់ដើម្បីព្រះពុទ្ធសាសនានិងមាតុភូមិព្រឹត្តិការណ៍ថ្មីៗដែលនាំឲ្យព្រះអង្គសម្រេចព្រះតេគង់នៅកម្ពុជាបានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងពុទ្ធចក្រនិងអាណាចក្រព្រមទាំងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះពលរដ្ឋខ្មែរគ្រប់រូបមិនថានៅទីណាឡើយព្រះអង្គនៅតែបន្តជានិមិត្តរូបនៃសេចក្តីថ្លៃថ្នូរនិងការមិនបំភ្លេចឫសគល់របស់ខ្លួនសម្រាប់ប្រជាជនខ្មែរគ្រប់ទីកន្លែង